ទោះបីអ្នកក្រក៏មិនត្រូវសំចៃនៅលុយទាំង4ប្រភេទនេះកាន់តែសំចៃកាន់តែក្រជីវិតមនុស្សលើโลกនេះរកលុយគឺមិនស្រួលទេសន្សំសំចៃជាគុណធម៌រៀនចេះសន្សំសំចៃគឺចាំបាច់ណាស់ប៉ុន្តែមួយជីវិតមនុស្សមានលុយខ្លះអាចសំចៃមានលុយខ្លះមិនអាចសំចៃបានទេអ្នកក្រសំចៃលុយកាន់តែសំចៃកាន់តែក្រអ្នកមានចាយលុយកាន់តែចាយកាន់តែមានទោះមនុស្សអត់លុយក៏កុំសំចៃលើរឿងទាំង4នេះដែរទី1កុំសំចៃលុយលើការរៀនសូត្រពង្រឹងសមត្ថភាពខ្លួនឯងគឺមិនអាចខ្វះបានការសិក្សារៀនសូត្រគឺមិនអាចខ្វះបានសារៈសំខាន់បំផុតនៃការរៀនសូត្រគឺនៅជាច្រើនឆ្នាំក្រោយអាចឲ្យអ្នកអាចដកដង្ហើមបានស្រួលនិយាយចេញមកមានមនុស្សម្នាឲ្យតម្លៃហើយក៏មិនមែនឲ្យត្អូញត្អែថាជីវិតលំបាកវេទនាមានតែការអាននិងការសិក្សារៀនសូត្រទេទើបអាចកែលម្អបរិស្ថានរស់នៅចេះដើរតាមទាន់ពេលវេលាគំនិតមិនដែលហួសសម័យទេទី2មិនត្រូវសំចៃលុយលើសុខភាពទេការវិនិយោគលើសុខភាពមិនអាចខ្វះបានជីវិតមនុស្សដូចម៉ារ៉ាតុងឃើញដូចជាកំពុងប្រជែងសមត្ថភាពប្រជែងធនធានហិរញ្ញវត្ថុប៉ុន្តែតាមពិតគឺកំពុងប្រជែងសុខភាពទេដូច្នេះដាច់ខាតកុំសន្សំលុយលើការវិនិយោគសុខភាពពីព្រោះពេលអ្នកដេកពេទ្យលុយលែងមានតម្លៃហើយមានគេនិយាយថារាងកាយជាទ្រព្យសកម្មសុខភាពជាធនាគារសន្សំជំងឺជាវិបត្តិហិរញ្ញវត្ថុមរណៈជាការខ្សែទុនមនុស្សដែលសន្សំលុយបន្តិចបន្តួចដូរបានការលំបាកពេញមួយជីវិតគឺជាមនុស្សឆោតល្ងងបំផុតលើលោកទី3មិនសន្សំលុយលើការជូនអំណោយគ្នាទៅវិញទៅមកមិនអាចខ្វះបានឃើញពាក្យមួយឃ្លាថាមនុស្ស